5 លាន 10 លាន ប៉ាប៉ាបងមន់ក្រហមនេះខ្មៅទូមិនចូលចិត្តទេប៉ាប៉ាបងមន់ក្រហមនេះខ្មៅទូមិនចូលចិត្តទេ ទូពិតជាមិនចូលចិត្តមែនទេ10 លានម្ដង10 លាន2 ដង10 លាន3 ដងលក់ហើយសូមអបអរសាទរលោកឈីមីងដែលបានដេញថ្លៃយកមកកត់ទៅទឹមឈាមព្រៀបនេះក្នុងតម្លៃ10 លានគាត់គេជាប៉ារបស់ខ្ញុំ បើមានរបស់ដែលកូនចូលចិត្តត្រូវតែប្រាប់ប៉ាទិញឲ្យកូន ចា វត្ថុដេញថ្លៃទី2គឺមកជុលខ្ទាស់ត្បូងមរកតមួយក្នុងតម្លៃចាប់ពី 20,000 វត្ថុធាតុរឹងមាំថ្មមានភាពបរិសុទ្ធខ្ពស់ការកាត់ល្អឥតខ្ចោះគួរតែមកពីរាជវង្សអង់គ្លេសទូពាក់ទៅគឺពិតជាសមនឹងឋានៈរបស់នាងណា 50,000 5 លានមិនក៏ដេញថ្លៃបែបនេះមិនថែមម្ដង10 ដងឯងមកជុលខ្ទាស់នេះមានតម្លៃ 50,000 ទៅ 60,000 ប៉ុណ្ណោះមើលទៅថ្ងៃនេះលោកម្ចាស់ធំសៅត្រូវតែធ្វើឲ្យលោកម្ចាស់ទី2អាម៉ាស់មុខនៅទីនេះហើយសាលីនជាបើសិនជាឯងមិនចង់ធ្វើជាមនុស្សពិការដោយស្មោះត្រង់ទេយើងនឹងធ្វើឲ្យឯងមិនមានឱកាសដើម្បីបញ្ចេញសមត្ថភាពនោះទេទូពិតជាផ្កាយសំណាងរបស់ខ្ញុំថ្ងៃនេះជាលើកទី1ហើយដែលនាងបង្ហាញខ្លួននៅក្នុងចំណោមរង្វង់អ្នកមានវាក៏ជាជំហានដំបូងសម្រាប់នាងដើម្បីឈរនៅក្នុងតកូលរបស់យើងដែរខ្ញុំត្រូវតែត្រួសត្រាយផ្លូវមួយនេះឲ្យទៅនាង7 លាន ប៉ាប៉ាថ្មបៃតងនេះខ្មៅជាងពងមន់ក្រហមនោះទៅទៀតទូមិនចូលចិត្តទេពិតជាសម្ដីរបស់មនុស្សដែលចំណែនគេហើយ ប្អូនទី2បើសិនជាឯងមិនអាចឲ្យតម្លៃបានទេកុំមកធ្វើអាម៉ាស់មុខនៅទីនេះ10 លាន លោកលីនជាតើលោកចង់ដេញថ្លៃបន្តទៀតទេទូពិតជាមិនចូលចិត្តទេសូមអបអរសាទរលោកឈីមីងដែលបានដេញថ្លៃយកមកជុលខ្ទាស់ត្បូងមរកតតម្លៃ10 លាន ខ្ញុំទេជាកូនស្រីជាទីស្រឡាញ់បំផុតរបស់ប៉ា បងប្រុសថ្ងៃនេះត្រូវតែជន់ខ្ញុំហើយមែនទេ ហេមិនបានជាឯងនិយាយបែបនេះទៅកើតអ្នកណាក៏ស្រឡាញ់កូនស្រីដែរមកពីឯងទៅមិនកើតទើបបានជាឯងនិយាយបែបនេះយើងមិនបានសោកចំអស់ឲ្យឯងទេថ្ងៃនេះយើងសូមប្រកាសអ្វីដែលស៊ីអឺពេញចិត្តយើងនឹងទិញយកឲ្យអស់តែម្ដង បងប្រុសបាននេះថាម៉េចយើងនឹងដុតចង្គៀងមេឃព្រះជាម្ចាស់ហើយខ្ញុំពិតជាបានឃើញគេដុតចង្គៀងមេឃមែនទោះបីជាណាបន្ថែមតម្លៃក៏លោកម្ចាស់ធំសៅបន្ថែមពីលើដែរលោកម្ចាស់ធំសៅពិតជាស្រឡាញ់កូនស្រីរបស់គាត់ខ្លាំងពិតមែនហេមិនមែនបែបនោះទេខ្ញុំគិតថាលោកម្ចាស់ធំសៅ